បាទគ្រូជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel PNew ទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី16នៃខែកញ្ញាឆ្នាំ2025ហើយខ្ញុំបាទ PNew ថ្ងៃនេះក៏មានអត្ថបទមួយដែលខ្ញុំបានដកស្រង់ចេញពីសារព័ត៌មានថៃដើម្បីលើកយកមកចែករំលែកចែកជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងបងប្អូនពាក់ព័ន្ធជាមួយសារព័ត៌មានថៃនេះគឺគេបានចុះផ្សាយថាកងទ័ពជើងទឹកថៃត្រៀមគ្រឿងចក្រជាច្រើនប្រសិនបើកម្ពុជាមិនអើពើនឹងកិច្ចព្រមព្រៀង RBC ក្នុងការរុះរើផ្ទះពលរដ្ឋនិងធ្វើការលុបប្រឡាយនៅតំបន់ចំនួន3នៅឯភូមិចម្រាក់ខេត្តត្រាតបងប្អូនណានៅឯភូមិចម្រាក់ខេត្តត្រាតនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2025នេះណាបងប្អូនឧត្តមនាវាឯកផារាជអ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃបានបង្ហើបនឹងឆ្លើយទៅនឹងអ្នកសារព័ត៌មានថៃថាកងកម្លាំងកម្ពុជាបានបំពេញនិងបង្កើតមូលដ្ឋានប្រតិបត្តិការហើយពលរដ្ឋកម្ពុជានឹងបានសាងសង់ផ្ទះនិងប្រើប្រាស់ដីកសិកម្មនៅតាមព្រំដែនថៃទៀតផងបងប្អូននៅតំបន់នោះមានចំនួន3នៃភូមិចម្រាក់ឃុំចម្រាក់ស្រុកមឿងនៃខេត្តត្រាតណាបងប្អូននេះគេចោទថាកម្ពុជាបានបំពេញនិងសាងសង់ផ្ទះសម្បែងនិងបង្កើតមូលដ្ឋានប្រតិបត្តិការហ្នឹងនៅលើដីរបស់គេបងប្អូនណាគេថាដីហ្នឹងគឺជាដែនដីអធិបតេយ្យភាពរបស់គេឥឡូវយើងទៅតសារព័ត៌មាននឹងទៀតបងប្អូនបើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាបើទោះបីជាកម្ពុជាដឹងថាតំបន់នេះស្ថិតក្រោមអធិបតេយ្យភាពរបស់ថៃយ៉ាងណាក៏ដោយក៏កងកម្លាំងកម្ពុជាបានទន្ទ្រាននិងកាន់កាប់ណាបងប្អូនហើយការកាន់កាប់នេះគឺជាច្រើនឆ្នាំមកហើយដោយគ្មានអ្នកណាម្នាក់ហ៊ានចាត់វិធានការចំពោះបញ្ហានេះទេហើយគេគ្រាន់តែដឹងថាភាគីថៃគឺបានជូនដំណឹងដល់ភាគីកម្ពុជាប៉ុន្តែភាគីកម្ពុជាមិនមានការរុះរើឬក៏ផ្លាស់ប្ដូរនឹងការដកចេញពីតំបន់នោះពេលនេះលោកផារាជបានបញ្យល់ថាតំបន់នោះគឺស្ថិតក្នុងទឹកដីដែលថៃទាមទារតាម MOU លេខ43បន្ទាប់ពីរកឃើញការសាងសង់សំណង់នេះបញ្ជាការដ្ឋានការពារព្រំដែនចន្ទបុរីនិងខេត្តត្រាតបានដាក់លិខិតតវ៉ាជាច្រើនដងឲ្យភាគីកម្ពុជាចាក់ចេញពីតំបន់នេះតែម្ដងបងប្អូនណានាពេលថ្មីនេះក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគកម្ពុជានិងថៃ RBC ជាមួយយោធាភូមិភាគទី5គណៈកម្មាធិការព្រំដែន CTBDC បានលើកឡើងពីបញ្ហានៃការទន្ទ្រានទីតាំងនេះម្ដងទៀតបច្ចុប្បន្ននៅតំបន់ដែលត្រូវបានទន្ទ្រាននេះនិងកាន់កាប់នេះគឺត្រូវបានកម្លាំងយោធាថៃណាបងប្អូនណារុញកងកម្លាំងកម្ពុជាចេញពីតំបន់នេះដោយជោគជ័យហើយទោះជាយ៉ាងណាភាគីកម្ពុជានៅមិនទាន់បានមករុះរើបងប្អូនណាសំណង់ឬក៏ចាក់បំពេញប្រឡាយដែលបានកាយនោះទេពេលនេះកងកម្លាំងមូលដ្ឋានកំពុងតាមដានសកម្មភាពរបស់កម្ពុជាដែលបានព្រមព្រៀងគ្នានឹងការរៀបចំបង្កើនវិធានការប្រសិនបើកម្ពុជាមិនទទួលស្គាល់កិច្ចសហប្រតិបត្តិការមួយនេះអញ្ចឹងចង់សរុបសេចក្តីមកបងប្អូនគេចង់និយាយថាប្រសិនបើកម្ពុជាមិនគោរពតាមលក្ខខណ្ឌនិងកិច្ចព្រមព្រៀង RBC ទេភាគីថៃគេនឹងប្រើប្រាស់គ្រឿងចក្រទៅកំទេចសំណង់រួមទាំងប្រឡាយដែលកម្ពុជាបានជីកណាបងប្អូនណាគេនឹងធ្វើការរុះរើសំណង់វាយកំទេចនិងចាក់ដីបំពេញប្រឡាយនោះដោយខ្លួនឯងវិញហើយព្រោះគេថាពាក់ព័ន្ធជាមួយនឹងតំបន់នេះគឺជាតំបន់អធិបតេយ្យភាពរបស់ប្រទេសថៃមិនមែនជារបស់ប្រទេសកម្ពុជាទេនៅពេលនេះគេបាននិយាយថាតំបន់នោះគឺត្រូវបានទាហានថៃណាបងប្អូនធ្វើការបណ្ដេញទាហានកម្ពុជារួមទាំងពលរដ្ឋកម្ពុជាចេញពីតំបន់នោះហើយនៅពេលនេះគេកំពុងតែក្តោបក្តាប់និងកាន់កាប់ដោយជោគជ័យណាបងប្អូនណាដោយជោគជ័យហើយគេស្នើសុំឲ្យយើងនឹងមើលតាម MOU លេខ43ខ្ញុំទៅលម្អិតពាក់ព័ន្ធជាមួយនឹង MOU នោះដើម្បីឲ្យបងប្អូនបានដឹងណាបងប្អូនណាបើតាមអត្ថបទមួយដែលខ្ញុំដកស្រង់មកគឺគេបាននិយាយថា MOU បងប្អូនយើងត្រូវដឹងថា MOU លេខ43 44គឺជាកិច្ចព្រមព្រៀងណាបងប្អូនណារវាងខ្មែរនិងថៃហើយ MOU នេះបងប្អូនពួកសៀមគម្រាមហែកចោលគឺជាច្រើនដងហើយបងប្អូនណាគឺច្រើនដងហើយដូច្នេះហើយវាមិនមែនជា MOU អីទៀតទេ
ដែលគេហៅថាសន្ធិសន្យាបងប្អូនណាសន្ធិសន្យានៅក្នុងអង្គការសហប្រជាជាតិដែលកាលពីឆ្នាំ2011បានចុះបញ្ជីដោយអតីតនាយករដ្ឋមន្ត្រីសៀមអភិសិទ្ធវិជ្ជាជីវៈនិងសម្ដេចពុកដូច្នេះហើយបើទោះបីជាកូនប្រុសរបស់នេវិនឆេបឆតឆិតឆប់នៅក្នុងបកអនុធិនគម្រាមហាយចោលឬមិនហាយចោល MOU វាគ្មានផលអីទៀតដែរបងប្អូនវាគ្មានផលអីទៀតដែរដោយសារតែរឿងនេះហើយទើបណាបងប្អូនទើបសៀមគេមិនព្រមឡើងតុលាការអន្តរជាតិទេព្រោះដឹងថានៅក្នុងសន្ធិសន្យានេះគេទទួលស្គាល់ផែនទី1លើ200000បងប្អូន1លើ200000ដូច្នេះបើឡើងតុលាការគឺសៀមនឹងចាញ់ខ្មែរ 100% ហើយវាត្រូវសងណាបងប្អូនណាហើយសៀមត្រូវសងអ្វីៗគ្រប់យ៉ាងមកកាន់កម្ពុជាដូចជាទី1សៀមត្រូវសងទឹកដីដែលបានឈ្លានពានមកឲ្យខ្មែរវិញទី2សៀមត្រូវសងលុយមហាសាលបងប្អូនណារាប់សិបលានបាតនិងសងអ្វីៗទាំងអស់ដែលខ្មែរបានបាត់បង់ក្នុងអំឡុងពេលធ្វើសង្គ្រាមនេះបងប្អូនទាំងជីវិតទាហានទាំងទុក្ខវេទនាប្រជាពលរដ្ឋខ្មែរវត្តអារាមផ្ទះសម្បែងចំការដីដំណាំរួមទាំងសត្វចិញ្ចឹមទៀតបងប្អូនរួមទៅមិនតិចជាងរាប់ពាន់លានបាតទេបងប្អូនដែលសៀមត្រូវសងមកកាន់កម្ពុជា3คล้ายទៅជាវិបត្តិអាក្រក់របស់ប្រទេសសៀមដែលនាំឲ្យប្រទេសសៀមនេះដួលរលំទូទាំងប្រទេសដោយសារតែពិភពលោកលែងជឿទុកចិត្តតទៅទៀតហើយពាក់ព័ន្ធជាមួយនឹងប្រទេសថៃនេះបងប្អូនគេលែងជឿទុកចិត្តតទៅទៀតហើយដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់បងប្អូនទាំងអស់ណាបងប្អូនជួយ share ចែករំលែកដើម្បីឲ្យបងប្អូនយើងយល់ដឹងអំពី MOU លេខ43និង44ដែលប្រទេសថៃកំពុងតែគម្រាមកំហែងរកតែហែកចោលគ្រប់ពេលវេលាណាបងប្អូនរកហែកចោលគ្រប់ពេលវេលាបងប្អូនសម្រាប់អត្ថបទក្នុងថ្ងៃនេះខ្ញុំលើកយកមកចែកជូនបងប្អូនតែប៉ុណ្្នឹងទេដែលខ្ញុំសង្ខេបជូនបងប្អូនគឺពាក់ព័ន្ធជាមួយនឹងកងទ័ពជើងទឹកថៃណាបងប្អូនគេនឹងប្រើប្រាស់គ្រឿងចក្រដើម្បីវាយកំទេចនិងរុះរើណាបងប្អូនសំណង់ដែលបងប្អូនកម្ពុជាយើងប្រជាជនកម្ពុជាយើងសាងសង់ដែលគេចោទថាកំពុងតែសាងសង់នៅលើទឹកដីរបស់គេរាប់សិបឆ្នាំមកហើយដែលសំណង់ទាំងអស់នោះគឺជាទីតាំងទឹកដីរបស់កម្ពុជាដែលប្រជាជនកម្ពុជាទៅរស់នៅទៅសាងសង់លំនៅឋានបងប្អូនណារាប់សិបឆ្នាំប៉ុន្តែមកទល់នឹងពេលនេះបែរជាថៃមកឈ្លានពានថាខ្មែរលួចទឹកដីថៃទៅវិញដូច្នេះហើយសំណុំពរណាបងប្អូនណាជាសំណុំពរឲ្យប្រជាជនយើងណាបងប្អូននៅពេលនេះគឺគួរតែគិតគូរអំពីប្រទេសជាតិឲ្យបានច្រើនណាបងប្អូនគឺនៅពេលនេះថៃកំពុងតែបំពេញរួមទាំងបំភាន់ភ្នែកបំភ្លៃប្រាប់បរទេសថាកម្ពុជាគឺបំពេញដែនដីអធិបតេយ្យភាពរបស់ប្រទេសថៃបងប្អូនណាដែនដីអធិបតេយ្យភាពរបស់ថៃហើយរឿងច្រកព្រំដែនគឺអត់ចេះចប់ទេបងប្អូនណាដោយសារតែមេភូមិភាគមេទាហានថៃណាបងប្អូនថ្នាក់ដឹកនាំមួយចំនួនគឺគេធ្វើទៅតាមផែនការរបស់ក្រមជ្រុលនិយមនៅឯប្រទេសថៃព្រោះក្រមជ្រុលនិយមប្រទេសថៃនេះគេកំពុងតែលើកជើងហើយដូច្នេះមេភូមិភាគទាំងអស់នោះកំពុងតែទទួលបានការកោតសរសើរដូច្នេះហើយគេមិនចង់បាត់បង់គេឈ្មោះរបស់គេទេបងប្អូនណាមិនចង់បាត់បង់គេឈ្មោះរបស់គេទេដូច្នេះមួយថ្ងៃទៅមួយថ្ងៃគឺគេរលេះររឿងមកដាក់កម្ពុជាដើម្បីឲ្យប្រជាជនរួមទាំងអ្នកជ្រុលនិយមនោះសរសើរកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់មេភូមិភាគទាំងអស់នោះដូច្នេះបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នានៅការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅ Channel PNews ទាំងអស់គ្នាហើយបើសិនជាខ្ញុំបាទនិយាយទៅមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនទាំងអស់គ្នាតាខន្តីអភ័យទោសដល់រូបខ្ញុំបាទផងដែរណាបងប្អូនណាដោយសារតែខ្ញុំយកអត្ថបទពីប្រទេសថៃដើម្បីធ្វើការបកប្រែដូច្នេះរាល់ពាក្យមួយចំនួនមានការរអាក់រអួលបន្តិចបន្តួចសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសបងប្អូនទាំងអស់គ្នាសម្រាប់ពេលវេលាក្នុងថ្ងៃនេះខ្ញុំមានអត្ថបទប៉ុណ្ណឹងចែកជូនដល់បងប្អូនទាំងអស់គ្នាបើមានអ្វីដែលថ្មីខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនបន្ថែមទៀតនៅពេលក្រោយដូច្នេះក្នុងគណៈពេលនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា